មកជំរាបសួរពុកម៉ែបងប្អូនអ្នកនេះបាទនេះជាវីដេអូថ្ងៃទី2នៅខេត្តកោះកុងបងប្អូនហើយថ្ងៃនេះផងដែរគឺខ្ញុំចង់បង្ហាញអ្នកនរគ្នាពីទីកន្លែងបងប្អូនអ្នកគ្នាទី1គឺសហគមន៍ព្រាមកសោមហើយសម្រាប់សម្បត្តិចូលទស្សនាគឺម្នាក់3000រៀលបងប្អូនអញ្ចឹងបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកហើយពួកយើងបានចាប់ផ្ដើមធ្វើដំណើរមកទីនេះបងប្អូនហើយចំពោះទីតាំងវិញគឺអត់ឆ្ងាយប៉ុន្មានទេបងប្អូនអាចធ្វើដំណើរមកដល់ស្ពានឆ្លងដៃសមុទ្រហ្នឹងហើយបត់ឆ្វេងបងប្អូនធ្វើដំណើររាប់តាមដៃសមុទ្រហ្នឹងមករហូតមកបងប្អូននឹងឃើញនៅស្លាកសញ្ញាតែពីទីតាំងរបស់គេហើយបងប្អូនហើយម្យ៉ាងវិញទៀតបងប្អូនអាចស៊ើចតាម Google Map ក៏បានដែរចំពោះផ្លូវធ្វើដំណើរវិញគឺអត់ពិបាកទេបងប្អូនគឺផ្លូវក៏ស្រួលមករហូតទេហើយសម្រាប់ខ្ញុំវិញគឺខ្ញុំគិតថាថ្ងៃហ្នឹងប្រហែលជាមិនសូវមានបងប្អូនយើងមកលេងច្រើនទេបងប្អូនតែដល់ពេលមកដល់ទីកន្លែងបងប្អូនគឺរកកន្លែងចតឡានអត់ឃើញទេបងប្អូនគឺបងប្អូនយើងមកលេងទីនេះគឺច្រើនមែនទែនបងប្អូនហើយតាមផ្លូវចូលទៅគឺមានលក់គ្រឿងសមុទ្រស្រស់ៗដែលទៅនឹងលើកមកពីទឹកថ្មីផងដែរនេះជាលើកទី1ហើយសម្រាប់ពួកយើងបងប្អូនអញ្ចឹងអារម្មណ៍គឺសោះស្រាយមែនទែនមិនដែលឃើញទេបងប្អូនដើមកងកាងដែលខ្ពស់ហើយច្រើនបែបនេះថ្ងៃដែលពួកយើងបានទៅលេងគឺចំពេលដែលទឹកនាចបងប្អូនអរគ្នាអញ្ចឹងគឺអត់សូវមានទឹកទេមិនសូវអីគឺទឹកស្រកអស់ច្រើនមែនទេបងប្អូនទោះបីថាទឹកស្រកអស់ច្រើនមែនតែក៏មិនមែនថាមិនស្អាតដែរបងប្អូនហើយទីនេះផងដែរគឺគេមានជាទូកសម្រាប់ជួលឲ្យបងប្អូនជិះទស្សនានៅព្រៃកងកាងនឹងផងដែរតម្លៃថ្លៃទូកវិញបងប្អូនគឺខ្ញុំឮគេនិយាយដែរទេបងប្អូនទូកមួយប្រហែលជា100000តិចតួចទេបងប្អូនហើយទូកនេះយើងអាចជិះប្រហែលជា6-7នាក់បងប្អូនអ្នកគ្នាដោយសារទឹកស្រកអស់ច្រើនហើយម្យ៉ាងវិញទៀតខ្ញុំមាននៅក្មេងៗតូចៗចឹងក៏ខ្ញុំអត់បានជិះទូកនឹងដែរបងប្អូនអ្នកគ្នាចឹងគ្រាន់តែនៅផ្ដិតនៅរូបភាពជុំវិញព្រៃកងកាងនឹងចែកជូនបងប្អូនអ្នកគ្នាបានទស្សនានឹងបន្តិចបន្តួចហើយខ្ញុំគិតថាបើសិនជាយើងមកខែវស្សាដែលមានទឹកច្រើនខ្ញុំគិតថាប្រហែលជាគឺកាន់តែស្រស់ស្អាតបងប្អូនចូលទៅដល់ខាងក្នុងគឺគេមានរៀបចំជាកញ្ចុះនៅតាមមាត់ទឹកបងប្អូនទឹកហើយនៅក្រោមព្រៃកងកាងហ្នឹងអញ្ចឹងគឺមកលុបត្រជាក់ត្រឈឹងត្រឈៃបងប្អូនណាហើយយើងអាចអង្គុយញ៉ាំអីលេងជុំគ្រួសារនិងអ្នកពិសេសបានផងដែរខ្ញុំក៏មានជាសំណូមពរមួយសម្រាប់ជូនទៅខាងបងដែរគ្រប់គ្រងនៅខាងហ្នឹងគឺខ្ញុំចង់ឲ្យផ្លូវធ្វើដំណើរគឺមានផ្លូវទៅហើយនឹងផ្លូវមកដើម្បីបង្កភាពងាយស្រួលសម្រាប់បងប្អូនយើងដែលទៅលេងនៅទីនេះទី2នេះគឺចេតិយខុនផែនខុនឆានអ្នកនរគ្នាសម្រាប់ទីតាំងនិងទីកន្លែងបងប្អូនអាចធ្វើដំណើរឆ្លងកាត់នៅដៃសមុទ្រហ្នឹងតាមស្ពានអ្នកអង្គញាលីយ៉ុងផាត់បងប្អូនអ្នកគ្នាហើយឆ្លងមកកាន់ត្រៃខាងលិចបងប្អូនគ្រាន់តែយើងធ្វើដំណើរមកដល់ពាក់កណ្ដាលស្ពានបងប្អូននឹងឃើញចេតិយខុនផែនខុនឆាននៅខាងឆ្វេងដៃហើយយើងជិះឲ្យហួសស្ពានតែបន្តិចហ្នឹងបងប្អូននៅខាងឆ្វេងដៃឃើញមានផ្លូវគេទី1ទី2បងប្អូនអាចជិះតាមផ្លូវមួយណាក៏បានដែរហើយជិះមកខាងឆ្វេងដៃរហូតមកបងប្អូននឹងជិះតាមផ្លូវបេតុងគេលុបមករហូតចឹងដល់ពេលត្រឡប់មកវិញរៀងអស់កម្លាំងតិចបងប្អូនក៏បាននាំគ្នាហូបនំបញ្ចុកសឡខ្មែរយើងនៅនឹងគល់ស្ពានហ្នឹងបងប្អូនគល់ស្ពានដែលយើងទៅលេងចាត់ដីហ្នឹងហើយនំបញ្ចុករបស់គាត់គឺឆ្ងាញ់បងប្អូនជាបានមកលេងអីបងប្អូនជួយគ្រប់ត្រផងបងប្អូនអ្នកគ្នាហើយបញ្ជាក់មួយទៀតបងប្អូនដល់ទីនេះគឺអត់មានលក់សម្បត្តិអីចូលទស្សនាទេបងប្អូនគឺយើងចូលដោយ free ទេបងប្អូនអ្នកគ្នាហើយកន្លែងចតឡានចតអីក៏មានសមរម្យទេបងអញ្ចឹងវីដេអូរបស់ខ្ញុំគឺដល់ទីបញ្ចប់សូមអរគុណច្រើនដល់បងប្អូនអ្នកគ្នាដែលតាមដានទស្សនាទាំងអស់គ្នាបងប្អូនបាយជម្រាបលា